ជំរាបសួរថ្ងៃនេះចេញវីដេអូការតុបតែងមុខលើស្បែកមុខយើងងាយៗសាមញ្ញហើយលឿនទេណាពុកម៉ែបងប្អូនអរគ្នាតោះចូលមើលការសម្ភារៈតុបតែងមុខខ្ញុំមានគេខ្លះងាយៗទេណាជំហានដំបូងខ្ញុំលាងសម្អាតមុខដូចឲ្យហើយអស់ខ្ញុំក៏ចម្រាញ់សិតសក់ហើយខ្ញុំក៏លើកចងសក់ខ្ញុំឡើងឲ្យស្លាស់មុខស្លាស់មាត់ចឹងណាសួរយើងលាបម្សៅលាបក្រែមលាបម្សៅតំណប់ទៅស្បែកមុខយើងវាល្អចឹងណាបងប្អូនអរគ្នាលើកឲ្យវាស្លាស់មុខស្លាស់មាត់បែបហ្នឹងមកអ្វីដែលខ្ញុំមុនធ្វើលាបម្សៅតំណប់មុខហ្នឹងខ្ញុំប្រើกระดาษជូតនៅលើស្បែកមុខខ្ញុំសម្អាតម្ដងទៀតហ្នឹងខ្ញុំលាងមុខសម្អាតមួយស្រួលអីម្សៅបើសិនជាពុកបងប្អូនអរគ្នាមានកระดาษចឹងទេសឡៃជូតមុខយើងក៏បានដែរអ្វីដែលខ្ញុំប្រើត្បូងគេគឺ spray បាញ់មុខ spray ការពារកម្ដៅថ្ងៃហ្នឹងណាពុកបងប្អូនទាំងអស់គ្នាបើពុកម៉ែបងប្អូនទាំងអស់គ្នាមាន spray ហ្នឹងក៏បានដែរអត់បញ្ហាអីទេលាបBB ឬក៏ម្សៅតំណប់ស្បែកមុខយើងហ្មងក៏បានដែរប៉ុន្តែខ្ញុំអត់ទេគឺខ្ញុំត្រូវការប្រើទឹក spray ហ្នឹងដើម្បីលាបទៅចូលស្បែកមុខយើង smooth ល្អអីចឹងណាមួយយើងបាញ់អាហ្នឹងទៅធ្វើឲ្យស្បែកមុខយើងហ្នឹងវាមានសំណើមមានជាតិត្រជាក់គ្រប់គ្រាន់ហើយវាការពារកម្ដៅថ្ងៃទៅអត្ថប្រយោជន៍វាផ្ដល់ច្រើនដល់ស្បែកមុខយើងនេះជាម្សៅតំណប់ដែលខ្ញុំលាបលើស្បែកមុខរបស់ខ្ញុំពុកម៉ែបងប្អូនអរគ្នាខ្ញុំប្រើម៉ាក់ហ្នឹងបើសិនជាពុកម៉ែបងប្អូនអរគ្នាមានម៉ាក់ផ្សេងប្រើម៉ាក់ផ្សេងក៏បានដែរតែដោយសារមុខស្បែកមុខខ្ញុំត្រូវប្រើម៉ាក់ហ្នឹងអញ្ចឹងលាបអាហ្នឹងទៅវាអត់រមាស់អត់រោអញ្ចឹងទៅខ្ញុំលាបអាហ្នឹងបងប្អូនអរគ្នាអានេះខ្ញុំក៏លាបវាបន្តិចអញ្ចឹងណាលើស្បែកមុខយើងហ្នឹងបន្ទាប់ពីខ្ញុំបាញ់ spray ហើយខ្ញុំក៏លាបវាបន្តិចអញ្ចឹងទៅហើយខ្ញុំក៏លាបវាញីវាចូលស្បែកមុខយើងមួយ smooth ល្អអញ្ចឹងណាដោយសារខ្ញុំអត់តមានប៉ង់ដោយសារខ្ញុំលាបយូរម្ដងអត់លាបរាល់ថ្ងៃទេតែខ្ញុំមានការទៅក្រៅអីបាទខ្ញុំចាប់បានប្រើម្សៅហ្នឹងបើសិនជាខ្ញុំមានការទៅក្រៅទេគឺខ្ញុំអត់លាបទេម្សៅតំណប់លើស្បែកមុខហ្នឹងដោយសារយើងលាបទៅវាមើលទៅបាត់ស្នាមបាត់អីលើស្បែកមុខយើងដែរមើលទៅវាស្អាតអីចឹងណាមួយស្បែកមុខខ្ញុំអត់មានស្នាមទេគ្រាន់តែមានមុនអីធម្មតាអីចឹងណាបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏លាបញីវាចូលមកស្ទុះទៅវាអត់តន់ចូលស្បែកមុខល្អហើយឃើញវានៅហ៊ានសល់ស្រួលបងប្អូនអរគ្នាហើយតមកទៀតខ្ញុំក៏លាបគ្រីមក្រោមត្បកភ្នែកយើងហ្នឹងលាបកុំឲ្យខ្មៅស្លក់និយាយថាស្បែកមុខយើងក្រោមភ្នែកយើងស្លក់គឺអត់គ្រប់គ្រាន់អីចឹងទៅខ្ញុំក៏លាបវាដាក់បន្តិចលាបទៅណាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាអត់មានអាចរកទិញបានអីចឹងណាទិញកន្លែងផ្សេងទៅបើធ្លាប់ប្រើគ្រីមណាទៅលាបគ្រីមហ្នឹងទៅបើសិនជាមានអាចែបិទត្បកភ្នែកកុំឲ្យស្លក់ទៀតហេតុល្អតែខ្ញុំអត់មានចែខ្ញុំមានតែគ្រីមបិទវាលាបវាឲ្យស្បែកមុខឲ្យក្រោមត្បកភ្នែកយើងនឹងកុំឲ្យស្លក់កុំឲ្យល្អអីចឹងហើយលាបមើលទៅវាថ្លាកុំឲ្យខ្មៅអាហ្នឹងក្រោមភ្នែកស្លក់ខ្មៅហ្នឹងដោយសារយើងគេអាចបានគ្រប់គ្រាន់អីចឹងអ្នកទាំងអស់គ្នាហើយនេះបន្ទាប់ពីខ្ញុំលាបចូលស្បែកមុខអស់ទាំងម្សៅទាំងអីចឹងណាប៉ុន្តែម្សៅខ្ញុំមើលទៅនៅសល់ម្ដងទៀតតិចទៀតខ្ញុំក៏ចាប់ផ្ដើមញីវាឡើងវិញម្ដងទៀតបងប្អូនអរគ្នាដើម្បីវាចូលស្បែកមុខចឹងណាហើយបន្ទាប់ពីខ្ញុំនេះហើយក៏ខ្ញុំលាបក្រែមវាម្ដងលាបក្រែមនេះខ្ញុំប្រើក្រែមក្តៅក្នុងណាបងប្អូនអរគ្នាតែពីខ្ញុំលាបគ្រីមលាបម្សៅតំណប់លើស្បែកមុខហើយគឺខ្ញុំប្រើក្រែមខ្ញុំប្រើប្រភេទក្រែមក្តៅក្នុងខ្ញុំចូលចិត្តក្រែមបាក់ក្តៅក្នុងជាងលាបមកទៅវាលងស្អាតណាហើយណាមួយលាបចេញមកឃើញផ្កាឈូកស្ដើងវាអត់ក្រហមក្រាស់ទេគឺខ្ញុំចូលចិត្តប្រភេទក្រែមបែបហ្នឹងណាបងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាមានក្រែមប្រភេទផ្សេងប្រើក្រែមប្រភេទផ្សេងក៏បានអត់បញ្ហាទេបើសិនជាបងប្អូនអរគ្នាចង់ថែម color ភ្នែកចង់ថែមអីទៀតក៏បានបើសិនជាមានម្សៅតត់ដាក់លើថ្ពាល់ឲ្យវាក្រហមភីងតិចក៏បានអត់បញ្ហាទេតែខ្ញុំអត់ទេខ្ញុំចូលចិត្តតុបតែងបែបហ្នឹងធម្មតាអញ្ចឹងណាអត់ចូលចិត្តដាក់ color ភ្នែកដាក់អីឬក៏ដាក់កោថ្ពាល់យើងទៅរៀងក្រហមតិចទេគឺប៉ុណ្ណឹងបានហើយអូខេទទួលយកបានវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងទេណាបងប្អូនអរគ្នាបាយជួបគ្នាវីដេអូក្រោយថ្មីមួយទៀត